សួស្តីបងប្អូនទាំងអស់គ្នាក្នុងឆ្នាំ1912ពិភពលោកបានរន្ធត់យ៉ាងខ្លាំងនៅសោកនាដកម្មដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនោះគឺការលិចកប៉ាល់ទីតានិកដែលនាំយកជីវិតមនុស្សជាង1500នាក់ទៅបាតសមុទ្ររឿងរ៉ាវដែលយើងគ្រប់គ្នាដឹងគឺកប៉ាល់បុកទាំងទឹកកករួចក៏លិចបាត់ទៅប៉ុន្តែបងប្អូនដឹងអត់អស់រយៈពេលជាង1សតវត្សមកនេះមានទ្រឹស្ដីស៊ើបអង្កេតដ៏ល្បីល្បាញមួយបានលើកឡើងថាកប៉ាល់ដែលកំពុងដេកនៅបាតសមុទ្រនោះមិនមែនជាទីតានិកពិតប្រាកដឡើយថ្ងៃនេះ Channel ពិភពអាថ៌កំបាំង KH នឹងនាំបងប្អូនទៅវែកញែករឿងរ៉ាវពីក្រោយឆាកដែលវិទ្យាសាស្ត្រនៅតែដេញដោលគ្នាតើវាជាគ្រោះថ្នាក់ចៃដន្យឬជាការរៀបចំដើម្បីលួចធានារ៉ាប់រងតោះទៅតាមដានទាំងអស់គ្នាមុននឹងឈានដល់ការសង្ស័យយើងត្រូវដឹងពីស្ថានភាពក្រុមហ៊ុនម្ចាស់កប៉ាល់ជាមុនសិនក្រុមហ៊ុន White Star Line មានកប៉ាល់យក្សពីរដែលមើលទៅដូចគ្នាបែបបិទគឺ Titanic និងកប៉ាល់បងស្រីរបស់វាឈ្មោះ Olympic កាលនោះកប៉ាល់ Olympic បានជួបគ្រោះថ្នាក់បុកគ្នាជាមួយនឹងកប៉ាល់យោធាបណ្ដាលឲ្យខូចខាតគ្រឹះខាងក្រោមយ៉ាងធ្ងន់ធ្ងរបញ្ហាធំបំផុតគឺក្រុមហ៊ុនធានារ៉ាប់រងបដិសេធមិនសងសំណងឡើយព្រោះកប៉ាល់ Olympic ជាអ្នកបង្កកំហុសហេតុការណ៍នេះបានធ្វើឲ្យក្រុមហ៊ុនប្រឈមនឹងការខ្សែធនភ្លាមៗត្រង់ចំណុចនេះហើយទើបទ្រឹស្ដីស៊ើបអង្កេតបានលើកឡើងថាដើម្បីស្រោចស្រង់ក្រុមហ៊ុនពួកគេត្រូវការឲ្យកប៉ាល់ដែលខូចនោះលិចបាត់ទៅដើម្បីទាមទារលុយធានារ៉ាប់រងមកវិញតើពួកគេបន្លំដោយរបៀបណាយោងតាមទ្រឹស្ដីនេះកប៉ាល់ទាំងពីរត្រូវបានគេយកមកដាក់ក្បែរគ្នានៅក្នុងរោងជាងពួកគេបានដោះស្លាកឈ្មោះដោះកម្រាលព្រំនិងសម្ភារៈប្រើប្រាស់នានាដូរគ្នាទាំងអស់កប៉ាល់ Olympic ដែលខូចត្រូវបានប្តូរឈ្មោះជា Titanic រីឯ Titanic ដែលថ្មីចាស់ត្រូវបានប្តូរឈ្មោះជា Olympic វិញបន្ទាប់មកគេរៀបចំឲ្យកប៉ាល់ដែលខូចនោះចេញដំណើរទៅកាន់មហាសមុទ្រអាត្លង់តិកក្នុងគោលដៅឲ្យវាជួបគ្រោះថ្នាក់និងលិចចោលតែម្ដងចំណែកឯកប៉ាល់ Titanic ពិតប្រាកដគឺនៅតែអាចបន្តប្រើប្រាស់រលុយឲ្យក្រុមហ៊ុនជាធម្មតាក្រោមអត្តសញ្ញាណថ្មីជាកប៉ាល់ Olympic តើមានផុសតាងអ្វីខ្លះដែលយោងលើទ្រឹស្ដីនេះទី1ចំនួនបង្អួចបងប្អូនសាកពិនិត្យមើលរូបភាពនេះកប៉ាល់ Titanic ក្នុងប្លង់ដើមមាន14បង្អួចនៅផ្នែកចំហៀងតែនៅថ្ងៃចេញដំណើរកប៉ាល់ដែលគ្រប់គ្នាហៅថា Titanic បែរជាមាន16បង្អួចទៅវិញដែលចំនួននេះគឺវាត្រូវនឹងរូបរាងកប៉ាល់ Olympic បេះបិទទី2អ្វីដែលរឹតតែភ្ញាក់ផ្អើលគឺនៅពេលដែលអ្នកមុជទឹកចុះទៅថតរូបសាកសពកប៉ាល់នៅបាតសមុទ្រគេបានឃើញអក្សរនៅលើកប៉ាល់ដាច់ចេញពីគ្នាហើយនៅពីក្រោមអក្សរ Titanic គេបែរជាឃើញមានដានអក្សរ M និងអក្សរ P ដែលជាផ្នែកនៃឈ្មោះ Olympic ទៅវិញនេះគឺជាចំណុចដែលវិទ្យាសាស្ត្រពិបាកនឹងបកស្រាយបំផុតមិនត្រឹមតែប៉ុណ្ណោះនៅយុគដែលកប៉ាល់លិចមានកប៉ាល់មួយឈ្មោះ SS California បានឈប់ចាំនៅកណ្ដាលសមុទ្រក្បែរនោះយ៉ាងចម្លែកកប៉ាល់នោះមិនបានដឹកអ្នកដំណើរឡើយតែបែរជាដឹកភួយ3000កម្រាលនិងខោអាវរងាជាច្រើនអ្នកវិភាគខ្លះយល់ថាកប៉ាល់នេះគឺត្រូវបានគេជួលឲ្យមកចាំជួយសង្គ្រោះមនុស្សក្រោយពី Titanic លិចប៉ុន្តែដោយសារមានការយល់ច្រឡំពីទីតាំងទើបវាមិនបានទៅជួយទាន់ពេលវេលាលើកពីនេះមហាសេដ្ឋី JP Morgan ដែលជាម្ចាស់ក្រុមហ៊ុនក៏បានលុបចោលការធ្វើដំណើរនៅនីតិចុងក្រោយយ៉ាងអាថ៌កំបាំងបំផុតដែរទោះបីជាមានភស្តុតាងគួរឲ្យសង្ស័យច្រើនយ៉ាងណាក៏ដោយប៉ុន្តែរដ្ឋាភិបាលនិងអ្នកប្រវត្តិសាស្ត្រភាគច្រើននៅតែអះអាងថាវាគឺជាគ្រោះថ្នាក់ចៃដន្យដែលបង្កឡើងដោយផ្ទាំងទឹកកករាល់អ្វីដែលខ្ញុំបានរៀបរាប់ខាងលើនេះគឺស្ថិតនៅក្នុងកម្រិតទ្រឹស្ដីស៊ើបអង្កេតដែលគេជជែកគ្នាប៉ុណ្ណោះរហូតមកដល់សប្តាហ៍ថ្ងៃអាថ៌កំបាំង Titanic នៅតែជាប្រស្នាដែលដេកលង់លក់នៅបាតសមុទ្រដ៏ងងឹតស្លុបចុះបងប្អូនវិញយល់យ៉ាងណាដែរតើបងប្អូនជឿលើទ្រឹស្ដីបន្លំកប៉ាល់នេះដែរឬទេកុំភ្លេចបញ្ចេញមតិនៅខាងក្រោមទាំងអស់គ្នាបើបងប្អូនចូលចិត្តវីដេអូអាថ៌កំបាំងបែបនេះកុំភ្លេចចុច like និង Subscribe ផងជួបគ្នានៅវីដេអូក្រោយសូមអរគុណនិងសូមជម្រាបលា